កាលពីថ្ងៃទី17ខែមីនាឆ្នាំ2025នៅបញ្ជាការដ្ឋានការពីអាកាសតំបន់ភ្នំថ្មាតពងនៃខេត្តកំពង់ស្ពឺបានប្រារព្ធពិធីបិទវគ្គវឹកវើបណ្ដុះបណ្ដាលពលទាហានបំពេញក្របខ័ណ្ឌនិងបើកវគ្គបណ្ដុះបណ្ដាលជំនាញឆ្នាំ2025ក្រោមអធិបតីភាពឧត្តមសេនីយ៍តូអ៊ឺសំអល់មេបញ្ជាការដ្ឋានការពីអាកាសតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍សឹងសំណាងអគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងអាកាសនៃកងយុទ្ធពលខេមរៈភូមិន្ទក្នុងរបាយការណ៍បើកនិងបិទវគ្គរបស់លោកវរៈស្នេហ៍ត្រីឈួនវណ្ណឋាននាយរងការិយាល័យវឹកវើបញ្ជាការដ្ឋានការពីអាកាសបានឲ្យដឹងថាវគ្គវឹកវើបណ្ដុះបណ្ដាលពលទាហានបំពេញក្របខ័ណ្ឌដែលបានប្រារព្ធពិធីបិទនាពេលនេះគឺមានសិក្ខាកាមចំនួន275នាក់រយៈពេលវឹកវើចំនួន3ខែស្មើនឹង91ថ្ងៃសិក្សាលើមុខជំនាញ4ខ្លឹមសារលទ្ធផលប្រឡងបញ្ចប់វគ្គទទួលបាននីតិល្អចំនួន71នាក់នីតិល្អបង្គោលចំនួន161នាក់និងនីតិមធ្យមចំនួន9នាក់ក្នុងផែនការវគ្គបណ្ដុះបណ្ដាលជំនាញឆ្នាំ2025មានសិក្ខាកាមចំនួន481នាក់វឹកវើរយៈពេល9ខែស្មើនឹង270ថ្ងៃសិក្សាលើមុខជំនាញចំនួន5ខ្លឹមសារក្នុងនាមអគ្គមេបញ្ជាការរងឯកឧត្តមអ៊ឺសំអល់បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជួរគណៈបញ្ជាការនាយស្ថាប័នកងឯកភាពចំណុះបញ្ជាការដ្ឋានការពីអាកាសអគ្គបញ្ជាការដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាសេនាធិការជូនអគ្គបញ្ជាការក្រសួងការពារជាតិលើភារកិច្ចគ្រប់គ្រងការពារដែនអាកាសការងារត្រៀមប្រយុទ្ធនិងប្រយុទ្ធការងារវឹកវើការងារកសាងកម្លាំងការងារថែទាំបច្ចេកទេសនិងកិច្ចការងារកសាងលើគ្រប់ជ្រុងជ្រោយរបស់កងកម្លាំងការពារអាកាសក្នុងរយៈពេលកន្លងមកសម្រាប់បានលទ្ធផលជាច្រើននៅតាមបណ្ដាកងឯកភាពចំណុះនិងសាលាឯកឧត្តមអ៊ឺសំអល់បានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរនិងបានដាក់ចេញនៅគោលនយោបាយជាបន្តបន្ទាប់ដើម្បីពង្រឹងការអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ទទួលបានជោគជ័យឈានទៅអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនឯកឧត្តមបានផ្ដាំផ្ញើទៅដល់យោធាចារកម្មសាការីនាយទាហានពលទាហានការពីអាកាសត្រូវមានស្មារតីស្មោះត្រង់ចំពោះជាតិមាតុភូមិលើកកម្ពស់មនសិការស្នេហាជាតិហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធការពីបូរណភាពទឹកដីនិងអធិបតេយ្យភាពដែនអាកាសនៃមាតុភូមិកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាលក្ខន្តិកៈបទវិន័យទូទៅរបស់កងយុទ្ធពលខេមរៈភូមិន្ទនិងច្បាប់នានារបស់រដ្ឋត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិប្រឆាំងដាច់ខាតបដិវត្តពណ៌និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ